លោកឯលោកអត់ដែលបានឃើញទេថ្ងៃនេះខ្ញុំនាំបងប្អូនមកមើលរបស់មួយយ៉ាងដែលមើលឲ្យនឹកស្មានមិនដល់ហើយក៏រំភើបក្នុងអោរាហ្មងណាអូយរំភើបតែឃើញខ្លានេះក៏ដែរឃើញដណ្ដើមទេបងប្អូនចង់ដឹងថាអីមែនមកមើលជាមួយខ្ញុំទាំងអស់គ្នាបងប្អូនមើលដើមវាលោកឯលោកហើយក៏ផ្លែមួម៉ែផ្លែចេញពីដើមហ្មងណាខ្ញុំទុំឃើញជាលើកទី1បងប្អូនមើលមកដើមនេះផ្លែរាប់រយគីឡូហ្មងផ្លែធ្លាក់មករយៈពេញដើមធ្ងន់ដើមប៉ុណ្ណាទេបងប្អូនមើលផ្លែល្អមែនទែនផ្លែភ្ញៀវហ្នឹងណាកន្លងមកធ្លាប់តែទិញនៅផ្សារញ៉ាំមិនដែរដឹងថាដើមវាមិនទេហើយថ្ងៃនេះមកឃើញដើមអើយលោកឯលោករំភើបមែនទែនហ្មងដោយសារឃើញផ្លែវាឡើងសាហាវខៅពេកហើយផ្លែនេះគឺតាំងតែពីលើរហូតមើលមកដល់ក្រោមមកដល់គល់ធ្លាក់ដល់ដីហ្មងនេះហើយផ្លែវានៅខ្ចីនៅឡើយទេខ្ញុំមកអត់ទាន់ពេលខ្ចីក៏អត់ទាន់បេះបានថតទៅឃើញច្រើនអញ្ចឹងបើមកពេលទុំគេបេះអស់អត់ថតទៅឃើញស្អាតអញ្ចឹងទេអានេះគឺដើមដែលអត់ទាន់ទុំតែផ្លែវាអូយស្រក់ទឹកមាត់តាក់ហើយចំណែកអាខាងនោះវិញចុងខ្ពស់នេះអានេះគឺដើមដែលផ្លែទុំហើយទុំផ្អែមឆ្ងាញ់ទៀតថ្ងៃនេះខ្ញុំបានមកដល់ចំការផ្លែភ្ញៀវតែម្ដងនៅស្រុកខ្មែរយើងហ្នឹងខេត្តបាត់ដំបងនៅម្ដុំវត្តគោបងប្អូនឃើញផ្លែភ្ញៀវហើយខ្វាកហើយតម្លៃក៏ធូរថ្លៃទៀតមកដល់ដើមចេះគាត់លក់មាន1គីឡូ5000មាន1គីឡូ4000មាន1គីឡូ3000ព្រោះគាត់ថាគាត់លក់តម្រូវទៅតាមប្រភេទភ្ញៀវមានអាភ្ញៀវខ្លះក៏ជូរភ្ញៀវខ្លះក៏ជូរអែមភ្ញៀវខ្លះក៏ផ្អែមហើយនេះគាត់បេះលក់មុខផ្ទះតែមិនតិចសោះមិននឹកស្មានថានៅក្រោយផ្ទះគាត់វាមានច្រើនម្លឹងទេតោះយើងចូលទៅមើលចំការគាត់ទាំងអស់គ្នាអានេះផ្លែខ្ចីអានេះមានហ្នឹងតង៉ែនអានេះតង៉ែនមកគួតចឹងបងប្អូនចូលមកដល់ដំបងស្មានតែផ្លែភ្ញៀវមានសោះហ្នឹងណាអ្នកបាត់ដំបងបកែដាំម៉ែគ្រាន់តែចូលមកក្រោយផ្ទះរបស់គាត់ឃើញសិតតែរុក្ខជាតិហូបផ្លែមានតំណាំគ្រប់ប្រភេទហ្មងសួស្ដីបងប្អូនទាំងអស់គ្នាឥឡូវហ្នឹងយើងមកដល់កន្លែងចំការផ្លែភ្ញៀវហើយខ្ញុំមិនដែលឃើញដើមទេណាធ្លាប់តែញ៉ាំឥឡូវបានឃើញលើកទី1ហើយមកដើមអូយផ្លែឡើងស្អេកស្កះហ្មងបងប្អូនអូយតំណងខ្លាំងណាស់ហើយមកដើមហ្នឹងគឺផ្លែអញ្ចឹងទាំងអស់ហ្មងមានរយៈធ្លាក់តាមនេះអីវិញនេះអូយហើយផ្លែដល់ខ្វាកហ្មងមានអារម្មណ៍ខ្វាកហ្មងអានេះវាអត់តន់ទុំទេបើវាទុំនឹងល្អប៉ុណ្ណាចាបងប្អូនទាំងអស់គ្នាដោយសារតែដើមនឹងវានៅខ្ចីនៅឡើយទេអញ្ចឹងបេះលក់អត់ទាន់បានឥឡូវខ្ញុំកំពុងតែមករកទិញឲ្យគាត់ក៏នាំទៅដើមផ្សេងទៀតដែលវាទុំហើយគេកំពុងតែបេះលក់អញ្ចឹងណាមកមើលចាគេហើយអ្នកនាំផ្លូវអត់ដឹងតែមិនងាកក្រៅក៏បានដែរអ្នកនាំផ្លូវអៀនកាមេរ៉ាអត់ហ៊ានមើលមុខកាមេរ៉ានៅក្នុងចំការនេះសបោតដើមចេកហើយដើមក្រូចឆ្មានេះក្រូចឆ្មាច្រើនណាបេះមកគ្រាប់2គ្រាប់ទៅផ្ទះឡូវហើយបងប្អូនគេទៅអ្នកបាត់ដំបងបកែដាំមែនបងក្រោយនេះទៅលក់នៅផ្សារមែនបងលក់បាន1គីឡូមែនអូគាត់បេះលក់បាន1គីឡូ7000ឥឡូវយើងមកដល់ដើមភ្ញៀវដែលគេកំពុងតែបេះផ្លែលក់ហើយអានេះផ្លែវាទុំអាចបេះលក់បដានេះហើយវានៅខ្ពស់ហាតតឡើងជាដើមអញ្ចឹងបានបេះបានខ្ញុំឡើងបេះចាបងប្អូនដើមនេះអត់សូវឃើញស្អេកស្កះដូចអាដើមមុនទេដោយសារដើមនេះគេបេះបដាហើយអញ្ចឹងវារលួសផ្លែបដាវាអត់នៅពេញណែនដូចអាដើមមុនទេតែយ៉ាងណាក៏ដោយអុយនិយាយពីថាមកដល់នេះគឺឆ្ងាញ់មាត់ហ្មងផ្លែនេះមានតាមរសជាតិមានរសជាតិរាងជូរមានរសជាតិរាងជូរអែមមានរសជាតិផ្អែមវាអាស្រ័យដោយដើមផ្សេងគ្នាអញ្ចឹងបានគាត់លក់តម្លៃខុសគ្នាទាំងអស់ហ្នឹងមកដល់ទីនេះកលេចទៅឃើញអីក៏អាចញ៉ាំបានដែរឥឡូវតោះមកភ្លក់រសជាតិផ្លែភ្ញៀវបេះក្រោមដើមភ្លក់ក្រោមដើមជាមួយខ្ញុំទាំងអស់គ្នាមើលវាមានរសជាតិមិនដែរផ្អែមជាប់ចិត្តវាមានដើមផ្អែមមានដើមអត់ផ្អែមអញ្ចឹងឥឡូវខ្ញុំកំពុងតែញ៉ាំអាភ្ញៀវដើមផ្អែមហើយអូបានគេឲ្យញ៉ាំហ្វ្រីចេះបេះញាត់មាត់ហ្មងឯនេះក្រៅពីនោះក៏មានរបស់ហូបផ្លែជាច្រើនទៀតមានដូចជាខ្នុរមានដូចជាចេកហើយនេះចេកពេលទុំគាត់បេះលក់មុខផ្ទះនឹងឯងហើយនេះគឺជាដើមស្លឹកតើយដែលគាត់ដាំហើយនឹងកាត់យកទៅលក់នៅផ្សារឥឡូវយើងបេះភ្ញៀវបានមកកណូហើយបងប្អូនយើងដាក់ថ្លឹងទាំងអស់គ្នាអត់មាននិយាយហ្នឹងផ្លែភ្ញៀវនេះបើសិនជាបងប្អូនចង់កំងទិញអាចតាក់ទងតាមរយៈលេខទូរស័ព្ទដែលខ្ញុំបានណូតសរសេរនៅលើវីដេអូហ្នឹងរួចជាស្រេចគាត់លក់ធូរថ្លៃទេនិយាយមែនហើយកំងគាត់ទៅចង់បានផ្អែមឬក៏ចង់បានអាជូរអែមអានេះ1គីឡូ5000ណាមែន5អានេះ5ផ្អែមសូមបញ្ចប់វីដេអូនេះត្រឹមតែប៉ុណ្ណេះហើយអរគុណបងប្អូនកុំភ្លេចជួយឲ្យបេះដូងម្នាក់មួយផងបាយបាយ